នេះសាច់គោរបស់អ្នកឈប់សិនកុំតន់ញ៉ាំមិនហ្នឹងខ្ញុំញ៉ាំអស់បាត់ហើយជីអញនេះតក់ក្រហមម្លេះដូចខ្មោចអត់ឃ្លាននិយាយស្អីខ្ញុំថាលោកអញដូចខ្មោចអត់ឃ្លានចាប់ញ៉ាំប្រញាប់ប្រញ័រម្លេះខ្ញុំលើកម្ហូបខុសទៅទេខ្ញុំមកហូបចុកអស់លុយណាទៀនជាតិខ្ញុំផងនរណាប្រើឲ្យអញលើកខុសខ្ញុំកុំមងសាច់គោអញលើកមកក៏ជាសាច់នេះវាជាសាច់គោគូបេណាចានតម្លៃ 20000 ណែណោះខ្ញុំមើលមិនឃើញខុសគ្នាត្រង់ណាផងសាច់គោដូចគ្នាទេអីលោកអញច្បាស់បានចំណេញក៏ប្រញាប់ញ៉ាំយកតែម្ដងទៅចាំនៅនឹងហើយអញចាំអត់តាមច្បាប់យើងគឺនាំចូលសាច់គោគូបេជាមន្ត្រីក៏ដែររឿងនេះសោះមកសួរខ្ញុំដែរឲ្យតែហាងណាមានលក់សាច់គោគូបេមិនជាប់ទោសឬក៏ជាប់ទោសច្បាប់ដែរចុះបើចៃដនខ្ញុំត្រូវហាងសង10ដងវិញមិនដេកគប់អស់មួយជីវិតទៅហើយកែគឺវានឹងហើយញ៉ាំអូនប្រុសលើកម្ហូបអញគឺជាកំពុងតែដឹងបានចង់ចំណេញខ្លួនឯងសោះមកថាខ្ញុំចង់ចំណេញទៅនិយាយច្រើនសាច់គោនេះតម្លៃ 20000 គិតលុយមកច្បាប់សង10ដងដេកគប់ហ៊ានដើរចូលអញលើខ្លួនឯងសោះមានសិទ្ធអីមកទាលុយម្យ៉ាងទៀតថាជាសាច់គូបេគឺគូបេមិនអត់មានភ្នែកទេអីមើលមិនដឹងទេអីថានេះជាសាច់គោវ៉ាក់ឈូខ្ញុំមើលមិនដឹងមែននរណាដឹងថាអញលក់របស់ខ្លាំងខ្លាយយូរស្តាំងទេខ្ញុំទៅយកវិក័យបតំណចូលឲ្យអញតគំនិតតែម្ដងយាមទ្វាឲ្យស្រួលបួលកុំឲ្យវារត់រួចឲ្យសោះចិត្តចុះថៅកែខ្ញុំចាំយាមនៅទីនេះវារត់មិនរួចទេហ៊ានយកភស្តាំងមកប្រគល់ឲ្យដល់ដៃទៀតតាំងពីកើតមកខ្ញុំមិនដែលជួបរឿងអីនេះចឹងទេអាមុខក្រាស់ស៊ីដាច់គេហើយនៅមានមុខមកសាច់ទៀតខុសខ្លួនអញសោះខ្ញុំមុខក្រាស់ទៀតកុំមកនិយាយច្រើនស៊ីហើយត្រូវតែគិតលុយបើមិនចឹងទេថៅកែនឹងឲ្យខ្ញុំសងមិនខានអាឡូនេះអញជួបរឿងនឹងមែនអីប្រហែលមែនហើយឯងនេះសំណាងម្លេះចេញមកញ៉ាំអីសោះបានស្នាដៃបាត់ថៅកែខ្ញុំមកវិញហើយឃើញទេនេះគឺបទនេះបញ្ជាក់យ៉ាងច្បាស់ថាជាសាច់គោគូបេនឹកស្មានមិនដល់សោះថាហាងធំបែបនេះតែបើកនៅទីនេះសុកចិត្តលក់សាច់គោគូបេមែននឹងសំសោះដែលហ៊ានទាខ្ញុំ 20000 នឹងឯងកំពុងនិយាយស្អីនឹងនិយាយពីអាសយដ្ឋានហាងខ្ញុំធ្វើអីតែដឹងការពិតធ្វើឲ្យរៀងតក់ស្លុតដឹងតក់ស្លុតគឺល្អហើយប្រញាប់គិតលុយភ្លាមទៅគ្រាន់តែវិក័យបទ6សន្លឹកប្រហែលមិនទាន់គ្រប់គ្រាន់ដាក់ទោសថៅកែទេសាក់មើលសិនក្រែងលោមានភស្តាំងផ្សេងទៀតនរណាដឹងថាវិក័យបទទៅសរសេរអំបញ្ញមិញឬយ៉ាងណាអាមិនចេះខ្មាស់គេបង្ហាញភស្តាំងហើយនៅមករកលេសទៀតបើគ្មានលុយស៊ីទេកុំមកធ្វើឲ្យគេខ្មាស់ស្មុគនរណាថាខ្ញុំគ្មានលុយស៊ីឲ្យតែលោកអាចបញ្ជាក់ភស្តាំងមួយទៀតខ្ញុំនឹងជឿជាក់ថានេះជាសាច់គូបេពិតមែនហើយខ្ញុំនឹងព្រមគិតលុយភ្លាមឯងនិយាយមែនអត់បាទខ្ញុំនិយាយមែនល្អអញមិនបានចេញវិក័យបទតែអញមានកិច្ចសន្យានឹងវិក័យយកមកតែអញមិនព្រមឲ្យលុយទៀតអញនឹងវាបំបាក់ជើងឯងចង់គិតលុយណាស់តែគួរឲ្យស្ដាយខ្ញុំជាមន្ត្រីធ្វើចឹងដូចជាចេតនាប្រើប្រាស់ច្បាប់ដើម្បីស្វែងរកផលប្រយោជន៍ច្បាស់ជារិះគន់ខ្ញុំមិនខានថៅកែគេព្រមគិតលុយហើយដាក់ចុះនោះជាលុយខ្ញុំខ្ចីគេទេសងមកខ្ញុំវិញមិនក៏ឯងមកលួចលុយខ្ញុំអីចឹងនរណាលួចលុយឯងញ៉ាំអីត្រូវតែគិតលុយគឺជារឿងធម្មតាគេមិនមែនជាអ្នករត់ទេគេនេះជាទេវតាទ្រព្យរបស់ខ្ញុំហើយយោងតាមវិជ្ជាជីវៈខ្ញុំមិនងាយស្រួលគិតលុយទេតែអាមនុស្សរងងនេះបែរជាលួចលុយខ្ញុំទៅទូទាត់លក្ខខណ្ឌសង10ដងបានសម្រេចហើយឯងសម្លឹងមើលអញធ្វើអីនេះចង់ឆក់យកលុយវិញអីយកខ្លួនឯងមកប្រគល់ដល់ដៃហើយថែមទាំងយកលុយ20000មកឲ្យខ្ញុំទៀតធ្វើបានល្អណាស់អាមួយនេះញឹកញាក់ណាស់គឺមិនចង់ឲ្យលុយទេថៅកែក្រៅពីសាច់គោមហូបផ្សេងទៀតថោកទេបញ្ចុះតម្លៃឲ្យគេទៅបញ្ចុះតម្លៃចុះតម្លៃយកជារឿងធម្មតាកុំលោះឲ្យអាមនុស្សមុខក្រាស់ដូចឯងអញមើលទៅភ្នែកណាស់អញគ្មានសិទ្ធឲ្យអញបញ្ចុះតម្លៃទេនៅមហូបផ្សេងទៀតអញត្រូវបងថែម30ថែមលុយមកពួកយើងចិត្តដល់ហើយកុំឲ្យថៅកែរត់រួចឲ្យសោះថៅកែឯងមើលខ្ញុំទៅភ្នែកតែខ្ញុំមើលឯងពេញភ្នែកតែម្ដងខ្ញុំនៅមិនទាន់ឆ្អែតទេជួយលើកសាច់គោគូបេមួយចានទៀតមកអាល្អិតឯងចង់លេងល្បិចអីទៀតហើយមិញនេះញឹកញាប់មិនចង់ឲ្យលុយសោះឥឡូវបែរជាថាចង់បានមួយចានទៀតខ្ញុំស្មានតែថៅកែចង់គៀបសង្កត់ខ្ញុំចុះឥឡូវមានន័យថាឥឡូវខ្ញុំដឹងហើយថានេះជាសាច់គោគូបេឆ្ងាញ់យ៉ាងនេះខ្ញុំចង់ញ៉ាំមួយចានទៀតមិនបានទេអីមិញនេះគិតលុយសោះធ្វើញ៉ៃញ៉ៃលុយឯណាមកញ៉ាំមួយចានទៀតខ្ញុំនេះក៏ជាមនុស្សមានអំណួតដែរមិញឯងថាខ្ញុំគ្មានលុយស៊ីឥឡូវខ្ញុំអត់សប្បាយចិត្តទេខ្ញុំត្រូវតែបញ្ជាក់ថាខ្ញុំមានលុយស៊ីកុំមកធ្វើជាអួតក្អេងក្អាងនៅទីនេះញៀវកំងមហូបហើយឯងលើកឬមិនលើកអញមិនដែលឃើញអ្នកណាយកលុយមកឲ្យអញ្ចឹងទេខ្ញុំក៏មិនដែលឃើញអ្នកណាយកស្នាដៃមកឲ្យអញ្ចឹងដែរថែមទាំងចង់បញ្ជូនខ្លួនឯងចូលគុកទៀតថៅកែមិញខ្ញុំឃើញវាចុចទូរស័ព្ទប្រហែលជាហៅប៉ាក់ពួកមកហើយខ្ញុំថាហើយមិនបានជាអញតាមពិតហៅប៉ាក់ពួកសោះមែនខ្ញុំហៅគ្នាមកមែនញ៉ាំអីឲ្យលុយគឺជារឿងធម្មតាអញចង់លេងធေါ်ក្តៅមែនទេអញគិតថាអញខ្លាចឯងអីចង់ប្រៀបធៀបគ្នាច្រើនមែនទេបានអញទៅប្រាប់ចុងភៅឲ្យហាន់សាច់មួយចានទៀតរៀបចំឧបករណ៍ឲ្យហ៊ានមករករឿងចាត់ការថៅកែអាល្អិតនៅក្នុងតំបន់ឯងមករករឿងមែនទេប្រហែលជារស់ធុញហើយអរគុណដែលឲ្យ 20000 ហើយនៅមិនគ្រប់នៅចង់ឲ្យ 40000 ទៀតខ្ញុំទេដែលត្រូវអរគុណដែលឲ្យ 20000 មកខ្ញុំថៅកែមិនក៏លោកនិយាយអញ្ចឹងខ្ញុំពិតជាចង់រកអានមិត្តគ្រាន់តែចង់មើលសាច់គោគូបេប៉ុណ្ណោះចង់មកលេងល្បិចសោះចុះលុយដែលវាគិតមិញណែយកមកឲ្យអញបានយកទៅធនាគារឥឡូវនេះអញចង់មានន័យថាវាមកស៊ីអីគឺខ្លាំងខ្លាយការពិតចង់មកលួចលុយវិញមែនទេយកមើលវាទៅលួចសម្លឹងមើលខ្ញុំរហូតច្បាស់ជាអញ្ចឹងហើយមែនហើយមើលតែមុខក៏ឥឡូវអស់លុយ 20000 ហើយច្បាស់ជារកវិធីលួចយកទៅវិញហើយអញនឹងយកលុយមកឥឡូវនេះអញមិនអាចទៅទេអាល្អិតអញថាហើយថាអញចង់លួចលុយយកទៅវិញតែរៀបចំទៅផ្ញើលុយអញក៏តាមមកភ្លាមមិនក៏មានមនុស្សគួរឲ្យស្អប់អញ្ចឹងសំណាងហើយបានថាកែយើងមុនថាឯងនេះជាមនុស្សពីកំឡោះឲ្យឯងនេះពិតជាក្រទាំងទ្របក្រទាំងគុណិតមែនអញប្រាប់ឲ្យដឹងធ្វើមនុស្សត្រូវហ៊ានធ្វើឯងស៊ីហើយឯងត្រូវតែទទួលស្គាល់ជានរណាដែលថាមានលក់សាច់គោគូបេហើយបង្ខំឲ្យឯងបង់លុយ20000ខ្ញុំបង់លុយរួចហើយមិនក៏ឯងធ្វើអញ្ចឹងមិនក៏ឯងចេញលុយឯងជាមន្ត្រីកុយណាបង់លុយក្នុងស្ថានភាពបែបនេះការសង្ស័យថាមានចិត្តនិយមក៏មិនចង់គិតលុយដែរវាជាអ្នកលួចលុយខ្ញុំទៅទូទាត់ដោយបង្ខំវាលួចលុយឯងហើយអញ្ចឹងលក្ខខណ្ឌសង10ដងបានសម្រេចហើយត្រូវហើយសម្លឹងមើលអញធ្វើអីញ៉ាំអីហើយចង់មិនឲ្យលុយអីលុយ20000ប្រគល់ឲ្យដល់ដៃអញ្ចឹងហ្មងនេះគឺទេវតាទ្រព្យហើយ
បើពូកែនិយាយឲ្យខ្លាំងមកហ៊ានបើកហាងអញមិនខ្លាចពួកឯងមករករឿងទេអ្នកណាមករករឿងទេសំខាន់មិត្តភក្តិខ្ញុំមកញ៉ាំសាច់គោនៅទីនេះអស់លុយ20000លោកថាជាសាច់គោគូបេតើមានភូស្តាំងទេខ្ញុំមែនគេយកខ្លួនមកប្រគល់ឲ្យដល់កន្លែងហើយឲ្យស្នាដៃនេះរបូតបាត់ទៅពិតជាមានហើយឯងមើលខ្លួនឯងទៅកិច្ចសន្យាទិញនិងវិក័យប័ត្រភូស្តាំងនេះអាចคล้ายបានសូមលោកផ្ដល់វិក័យប័ត្រទិញចូលវិញ្ញាបនបត្របញ្ជាក់របាយការណ៍បញ្ជាក់គុណភាពនិងវិញ្ញាបនបត្រត្រួតពិនិត្យអនាម័យរឿងមែនទេអញមានកាត់ប្រកិច្ចអីត្រូវបង្ហាញឯងនោះចុះបើវិក័យប័ត្រនិងកិច្ចសន្យានេះคล้ายវិញនោះហេអញមើលដឹងហើយចេញភូស្តាំងប៉ុន្មានក៏ដោយពួកឯងនៅតែរករឿងមិនព្រមឲ្យតែលោកអាចដល់ភូស្តាំងមួយទៀតខ្ញុំនឹងជឿថាវាជារឿងពិតនៅមានអ្នកយកខ្លួនមកប្រគល់ឲ្យទេដឹងសាក់មើលសិនថាកែនេះរៀងល្ងងដែរអញ្ចឹងអញនឹងឲ្យពួកឯងដឹងឲ្យច្បាស់របស់ដែលឯងនិយាយអញគ្មានទេអញមានវិក័យប័ត្រផ្ទេរប្រាក់ដែលមានចំនួនទឹកប្រាក់ដូចក្នុងកិច្ចសន្យានេះអាចទទួលយកបានទេបើបានអញ្ចឹងមកខ្ញុំមើលមកអ្នកណាមិនហ៊ានអ្នកនោះមិនមែនជាពួកមានលុយស៊ីហើយនៅហៅគ្នាមកក្រុមកាន់តែក្រកាន់តែមានរឿងច្រើនថ្ងៃក្រោយអញគុំមកខាងយើងទៀតគ្រាន់តែជាអ្នករត់ទៅសោះជាអ្នករត់ទៅដែលលើកអញយកសិទ្ធិអីមកមើលងាយខ្ញុំនរណាថាខ្ញុំគ្រាន់តែជាអ្នករត់មិនមែនទេអីខ្ញុំជាអ្នកគ្រប់គ្រងកម្មសិក្សារបស់ហាងនេះថាល្អជាងឯងដូចឯងទេលុយ20000សោះធ្វើញ៉ៃញ៉ៃសម្ដីវាមួយខ្លាញ់ខ្លួនវាពីកម្មករទៅជាអ្នកសំគុំដែរហើយហាងនេះវាយ៉ាងម៉េចនឹងនាំគ្នាយកខ្លួនមកប្រគល់ឲ្យដល់កន្លែងពួកឯងឲ្យធំហើយមើលឲ្យច្បាស់ថ្ងៃនេះអញនឹងឲ្យពួកឯងដឹងការពិតខ្លាចតែលោកទេដែលត្រូវដឹងការពិតនោះល្អិតឯងនិយាយស្អីក្នុងប្រទេសមិនអនុញ្ញាតឲ្យនាំចូលសាច់គោអ្វីបានជាហាងលោកមានបើសិនជាលោកលក់របស់ខ្លាំងខ្លាយពេលនេះលោកជាប់ចោតពីបទច្បាប់អាជីវកម្មទូទៅគឺសង3ដងតែបើជាម្ហូបអាហារគឺសងរហូតដល់10ដងឯណោះអូខេអញថាហើយមិនក៏ទីមទីនេះចង់លោករៀននឹងសោះតែពួកវាមិនត្រឹមតែស៊ីមិនឲ្យលោកទេចង់បើកហាងយូរហើយជួបមនុស្សគ្រប់ប្រភេទមែនឯងមានន័យថាមិនស្ដាប់ឲ្យច្បាស់ហាងអញគ្មានការច្បាប់ទេទីនេះគឺលក់សាច់គោគូបេគ្រាន់តែនិយាយតែមាត់នឹងអីលោកសាកបញ្ជាក់បន្តិចមើលអញគ្មានកាត់ប្រកិច្ចអីត្រូវបញ្ជាក់ប្រាប់ពួកឯងត្រឹមថាបើថ្ងៃនេះពួកឯងមិនគិតលុយទេពួកឯងមិនអាចចេញពីទីនេះបានទេមកធ្វើចរិតពៀលនៅក្នុងកន្លែងឯងមានលក្ខណៈគ្រប់គ្រាន់ទេអញមិនពួកឯងចង់ធ្វើអីអ្នកដែលមកធ្វើចរិតពៀលនៅហាងយើងមិនមែនមានតែឯងទេបើដោះស្រាយជាមួយពួកឯងមិនបានអញមានសមត្ថភាពអីបើកហាងនេះទៅនៅចង់បង្ខំឲ្យទិញទៀតអីអញដឹងទេយ៉ាងម៉េចល្បីល្បាញរបស់ហាងនេះបានទិញដោយរបៀបណាមិញនេះអញកំងសាច់គោមួយចានទៀតមែនទេសាច់គឺហាន់រួចរាល់ហើយត្រូវបង់លុយ20000ទៀតស៊ីរួចហើយឆាប់ចាក់ចេញបើឯងគ្មានលុយបង់ទេបងប្អូនចង់ភើយើងសុទ្ធតែអ្នកឈើណាពួកឯងទាំងពីរនៅក្មេងប្រកាសជាមិនចង់ឲ្យមានរឿងបាច់ទេមិនបាច់ស៊ីនៅទីនេះទេឲ្យពួកគេយកទៅអញឃើញមុខពីរអ្នកនេះចង់តែក្អួតទេអញសំបីតែសិទ្ធិញ៉ាំនៅហាងយើងក៏គ្មានដែរធ្វើការមកចត់មែនថតភូស្តាំងទុកទៀតទុកសិនទៅភូស្តាំងស្អីកំពុងនិយាយស្អីហ្នឹងហើយកែសូមណែនាំខ្លួនបន្តិចពួកយើងទាំងពីរគឺជាមន្ត្រីនេះលោកជាប់សង្ស័យពាក់ព័ន្ធនឹងការរួមសហការទទួលការស្លែងបន្លំត្រូវផាកពិន័យប្រពន្ធត្រូវជាប់គុកទោះបីជាលោកប្រព្រឹត្តមួយណានេះលោកប៉ះចំការនងហើយសាច់ចង់ងាប់ហើយអញថាហើយមិនក៏ខលហើយប៉ាប់តាមពិតគឺទៅរៀបចំរបស់អស់ទាំងនេះសោះសំសោះដែលមិនមានវាចង់កំងសាមគមម្ដងទៀតគឺចង់ពន្យាពេលសោះដើម្បីឲ្យមិត្តភក្តិវាទៅខ្លាញ់បន្លំជាមន្ត្រីជាប៉ះចំណែកជំរិតទា5មន្ត្រីគេអីអញខ្លាចណាស់លោកអើយពួកយើងពិតជាមន្ត្រីគេមែនកុំមកលេងល្បិចបែបនេះជាមួយមែនគឺមែនហើយអីអញ្ចឹងអញថាខ្លួនឯងជាស្ដេចទេវតាក៏បានដែរមិនក៏មានរឿងចៃដន្យប៉ះចំណែកញ៉ាំអីមិនឲ្យលោកស្រាប់តែជាមន្ត្រីកុយតែម្ដងថៅកែភាពថាខ្លួនឯងច្បាប់មិនល្អជាងទេអីអញមិនបានច្បាប់របស់ឯងអញ្ចឹងលោកថាសាច់គោគូបេលោកគឺនឹងខ្ញុំមើលវិក័យប័ត្រទេប្រាក់របស់លោកមិនក៏ជាអ្នកបើមិនមែនជាការច្បាប់តើជារឿងអីគេជាក្រុមហ៊ុនពាណិជ្ជកម្មក្រៅប្រទេសមិនបានទេអីលោកហៅគេមកតែថ្ងៃនេះអាចបញ្ជាក់ថាជាសាច់គោគូបេខ្ញុំច្បាស់ជាឲ្យលុយលោកតែបើបញ្ជាក់មិនបានទេពួកលោកត្រូវសង10ដងមើលដឹងហើយថាថ្ងៃនេះពួកឯងប៉ះចំរបស់ឡំជាមន្ត្រីកុយមែនទេអញនឹងឲ្យពួកឯងបានបើកភ្នែកមើលមន្ត្រីកុយពិតប្រាកដគឺយ៉ាងម៉េចឯងកំពុងនិយាយស្អីលេងល្បិចជាមួយមន្ត្រីកុយគឺយកខ្លួនចូលអន្តរហើយអញនឹងឲ្យឯងមើលមនុស្សខ្លះឯងមិនអាចប៉ះពាល់បានទេអាឡូពុកមានគេមកគ្រប់រឿងនៅហាងពុកឯងឆាប់មកទីនេះមកគេអាចជឿពុកទេពុកគ្រាន់តែជាអ្នកបោះសម្អាតបង្គន់ធម្មតាសោះហើយខាងមន្ត្រីកុយនឹងពុកមិនស្គាល់អ្នកណាទេឯងចេញចូលទីស្នាក់ការកុយរាល់ថ្ងៃអ្នកផ្សេងមិននឹងអាចចូលទៅដឹងការច្បាស់ជាជឿហើយបាទអញ្ចឹងពុករៀបចំខ្លួនបន្តិចផ្លាស់ខោអាវឲ្យសមរម្យបន្តិចកុំភ្លេចលួចយកកាតសម្គាល់ខ្លួនមកប្រើរួចចាំយកទៅទុកវិញពុកឲ្យមិត្តភក្តិដែលសម្អាតការិយាល័យទៅលួចយកមកដល់ពេលនោះចែកគេ200ផងគ្មានបញ្ហាទេមន្ត្រីកុយចិត្តមកដល់ហើយដល់ពេលមន្ត្រីពិតប្រកាសមកដល់នឹងដឹងហើយថាពួកឯងជាអ្នកខ្លាញ់បន្លំពួកឯងចាប់ហើយអាមនុស្សមិនស្គាល់ទាបខ្ពស់នឹងចាប់ពួកឯងចូលគុកទាំងអស់ថាពួកយើងជាអ្នកខ្លាញ់បន្លំខ្ញុំក៏ចង់ដឹងដែរថាមន្ត្រីកុយពិតប្រកាសវាយ៉ាងម៉េចអង្គុយចាំសិនទៅលើកសាច់ឯងមកឲ្យវាទៅមិនបាច់ខ្លាចវាមិនគិតលុយទេថៅកែខ្ញុំចាំមើលថាលើកនេះពួកគេមិនខ្លាចយ៉ាងម៉េចទៅភ្ញៀវដែលសង្ស័យរឿងសាច់គោពេលលើថាយើងអាចហៅអ្នកធំមកសុទ្ធតែបង្ហាញអាការៈភ័យខ្លាចទាំងអស់ធ្វើរូបពីកៅអឺតក្រទុំបន្តិចពួកយើងប្រើល្បិចនេះច្រើនដងហើយមិនដែរអីទេកុំខ្លាចអីគេថាធ្វើខុសច្រើនដងគង់តែមានថ្ងៃផ្លត់ស្នៀតទេល្បិចនេះយើងប្រើជាង10ដងហើយទោះជាមានភាគរយតិចតួចក៏ដោយក៏អាចលើកនេះឯងសង្ស័យពីការសម្រេចចិត្តថៅកែអីខ្ញុំអត់មានទេណាគិតមើលទៅហេតុអីគេបានធ្វើថៅកែឯងគ្រាន់តែជាកម្មករព្រោះគេមានភាពក្លាហានជាងឯងនឹងហើយមិនដូចឯងដែលកំសាកបែបបានហើយលើកទៅឲ្យវាទៅអាហារពេលចុងក្រោយមុនពេលចូលគុកប្រញាប់ស៊ីទៅកុំដល់ពេលនោះលុតជង្គង់អង្វរឲ្យពួកយើងរំលែងចាំមើលណាកុំញ៉ាំមែនទេណាវាអាក្រក់ណាស់ឯងគិតថាខ្ញុំជាខ្មោចល្មមផ្សេងនេះត្រូវតែឲ្យម្ចាស់ហាងនេះទទួលទោសឲ្យបាននៅសម្ដែងទៀតចង់ឲ្យអ្នកណាទទួលទោសមន្ត្រីគួយមកដល់ហើយឯងស្គាល់គាត់ទេមិនស្គាល់ទេចុះឯងស្គាល់អត់ខ្ញុំមើលទៅដូចជាស្រដៀងតែនឹកមិនឃើញថាជានរណាគឺពួកគេនឹងហើយដែលខ្លាញ់បន្លំជាមន្ត្រីគួយ
ពួកឯងថាខ្លួនឯងជាមន្ត្រីកុយមែនទេមិនក៏ខ្ញុំមិនស្គាល់ពួកឯងសោះអញ្ចឹងចៃដនមែនពួកយើងក៏មិនស្គាល់លោកដែរបើអ្នកទាំងពីរមិនជឿពីអត្តសញ្ញាណខ្ញុំទេទៅការិយាល័យកុយជាមួយខ្ញុំទៅចាំមើលថាខ្ញុំអាចចូលតាមទ្វាររបស់ពួកគេបានឬអត់ពួកយើងមិនទៅទេពួកយើងត្រូវនៅទីនេះដើម្បីយាមមើលជនល្មើសអញ្ចឹងគឺខ្លាចហើយតើកំឡោះទាំងពីរខ្ញុំមើលទៅពួកឯងនៅក្មេងសោះមិនក៏ដើរធ្វើរឿងបោកប្រាស់គេបែបនេះលោកថាពួកយើងកំពុងធ្វើរឿងបោកប្រាស់ខ្លាញ់បន្លំជាមន្ត្រីកុយពួកឯងធ្វើខុសហើយខ្ញុំប្រាប់ឲ្យដឹងចុះពេលនេះគិតលុយឲ្យគេទៅពួកយើងនឹងបំផ្លាញរឿងធំឲ្យខ្លាយជារឿងតូចលោកថាលោកជាមន្ត្រីកុយមែនទេអញ្ចឹងខ្ញុំសុំសួរលោកវិញអីសាច់កូគូបេអាចមានវត្តមានលើតុអាហារលោកគួរតែដឹងហើយថារបស់នេះមិនអនុញ្ញាតឲ្យនាំចូលទេពួកគេមានអាជ្ញាប័ណ្ណពិសេសអីគេយកមកឲ្យខ្ញុំមើលបន្តិចមកការងាររបស់លោកក៏យកមកឲ្យពួកយើងមើលដែរអាជ្ញាប័ណ្ណពិសេសមិននឹងអាចយកតាមខ្លួនបានកាត់ការងារគឺពិតជាមានមែនលោកប្រកាសទេថានេះជាកាត់ការងាររបស់លោកគ្មានខ្លាញ់បន្លំពិតជាគួរឲ្យអស់សំណើចមែនឯងមើលនេះមិនក៏មនុស្សនេះមានកាត់ការងាររបស់ខ្ញុំអញ្ចឹងមើលឆ្អែតឬនៅមើលឆ្អែតហើយក៏ចេញលុយមកធ្វើឲ្យអ្នកដទៃពិបាកយ៉ាងហើយមែនទេយកសិតកណ្ដុរងាប់មកតាំងខ្លួនជាព្រានព្រៃពេលនេះបានជួបរបស់ពិតហើយរហូតនិយាយលេងចេញហើយនេះជាសាច់កូគូបេមួយចានទៀតតម្លៃ 20000 កុំភ្លេចគិតលុយណាអញនឹងនៅទីនេះមើលអញគិតលុយធ្វើជាសាក់សីឲ្យពួកគេមានអីមិនពេញចិត្តអាចសួរអញបានខ្ញុំសូមពិភាក្សាជាមួយលោកកុំអោនទៅណាឲ្យសោះនៅមកគំរាមគេទៀតអញគិតថាឯងជាអ្នកណាពួកឯងរងចាំមើលចុះបិទទ្វារឲ្យចិត្តប្រយ័ត្នពួកវាឆ្លៀតឱកាសរត់ខ្ញុំនឹកឃើញហើយថាគាត់ជានរណាជាពូអ្នកបោះសម្អាតបង្គន់នៅខាងក្រៅឯងនិយាយអញ្ចឹងខ្ញុំដូចជានឹកឃើញដែរសំខាន់គឺគាត់ថែមទាំងយកកាត់ការងារឯងមកគំរាមពួកយើងមកទៅភុស្តាំងរងមកដល់ពេលត្រូវបិទសំណាញ់ហើយពួកឯងរួចហើយប្រញាប់ចេញរួចមកមែនហើយកំឡោះគេបើកហាងមិនមែនងាយស្រួលទេហេតុអីឯងចាំបាច់មករករឿងអ្នករកស៊ីអញ្ចឹងលោកថាខ្ញុំជារៀងរករឿងពួកគេអីមែនហើយពួកគេសុទ្ធតែជាអ្នករកស៊ីត្រឹមត្រូវខ្ញុំឃើញលោកក៏មានអាយុច្រើនដែរបើសិនជាលោកមានអីចង់សារភាពឆ្លៀតពេលនេះប្រញាប់សារភាពខ្ញុំសារភាពកំហុសអីខ្ញុំមានកំហុសអីលោកគួរតែដឹងហើយថារបស់នេះមិនអាចទទួលបានអាជ្ញាប័ណ្ណពិសេសទេហាងខ្លះគឺអាចទទួលបានអាជ្ញាប័ណ្ណពិសេសអាយុមិនតិចទេកុំបង្កបញ្ហាឲ្យខ្លួនឯងអីគេគឺជាអ្នកជំនាញគឺគេដឹងឬក៏ឯងដឹងគ្មានលុយមិនគួរឲ្យខ្លាចទេគ្មានលុយហើយនៅចំពេលនេះយកខ្លួនឯងធ្លាក់រណ្ដៅហើយលោកមានអ្វីចង់សារភាពកំឡោះឲ្យខ្ញុំសុំទូនមានឯងកុំបង្កបញ្ហាទៀតកំពុងតែរកបញ្ហាដាក់ខ្លួនហើយអ្នកដែលរកបញ្ហាគឺលោកខ្លួនឯងទេសមិទ្ធមន្ត្រីកុយមិនក៏ពួកលោកមកទីនេះពួកយើងទទួលបានការហាងលោកជាប់សង្ស័យរត់ពន្ធសាច់កូគូបេពួកឯងទាំងពីរហ៊ានលេងល្បិចដាក់ឯងខ្ញុំបាននិយាយច្បាស់តាំងពីដំបូងហើយលោកអាចនឹងជាប់ចោតពីបទច្បោកជាប់ចោតពីបទរត់ពន្ធគឺលោកគិតថាខ្ញុំកំពុងតែជំរុញកុយទាំងអស់លោកលោកកុំជឿសម្ដីបោកប្រាស់របស់មនុស្សពីរនាក់នេះគឺតាំងចិត្តមកទម្លាក់កំហុសដាក់ខ្ញុំទេអូពួកគេទម្លាក់កំហុសលោកយ៉ាងខ្ញុំមានសាច់កូគូបេក្នុងបញ្ជីមុខម្ហូបក៏មិនមានរបស់នេះលោកនៅតែអះអាងថាខ្លួនឯងលក់សាច់កូគូបេគឺឯងនឹងហើយកុំស្ដាប់ពួកគេនិយាយផ្ដេសគឺមនុស្សពីរនាក់នេះបាញ់មិញនេះកាន់ឯកសារប្រមាណសង្ស័យនិយាយថាបានធ្វើវិកុយបတ်សុំបីតែកិច្ចសន្យាទិញក៏ធ្វើឲ្យខ្ញុំដែរមនុស្សពីរនាក់នេះថាបើមិនឲ្យលុយទេហើយគេការទៅខាងយើងជាច្រើនអ្នកសុទ្ធតែបានឃើញឯកសារទាំងនេះគឺលោកជាអ្នកប្រកល់ឲ្យខ្ញុំក៏ពេលនេះខ្លាចជាខ្ញុំអ្នកខ្លាញ់បន្លំដើម្បីជំរិតលោកវិញរបស់ទាំងនេះព័ន្ធឯងជាអ្នកលោកមើលមុខវាទៅមិនមែនជាមនុស្សល្អទេសូមជួយផ្ដល់យុត្តិធម៌ឲ្យខ្ញុំផងណានិយាយស្ដីត្រូវមានភស្តុតាងលោកហ៊ានទទួលខុសត្រូវលើសម្ដីខ្លួនឯងទេពិតជាហ៊ានហើយខ្ញុំអាចប្រើឈ្មោះពិតដើម្បីរីកាខ្ញុំសូមយកកិត្តិយសខ្ញុំមនុស្សពីរនាក់នេះចូលហាងភ្លាមក៏គំរាមខ្ញុំតែម្ដងខ្ញុំក៏អាចប្រើឈ្មោះពិតជួយរីកាឲ្យអ្នកក្រុមគ្នាយកខ្លួនមកប្រកល់ឲ្យដល់កន្លែងថែមទាំងចុះចោតពីបទបរិហាឯងកុំមកសឹបសៀវគ្នានៅទីនេះមានរឿងអីនិយាយឲ្យត្រង់មកកាមេរ៉ាសុវត្ថិភាពអាចបញ្ជាក់បានថាពួកឯងកំពុងនិយាយកុហកគួរឲ្យស្ដាយណាស់កាមេរ៉ាហាងយើងខូច2ថ្ងៃហើយចឹងពួកយើងមានគ្នាច្រើនសុទ្ធតែជាសាក់សីបានកាមេរ៉ាខូចស្អីគេកុំខឹងអីស្រាប់តែខឹងធ្វើអីបើសិនជាពួកយើងមិនមែនជាមន្ត្រីគ្រាន់តែជាប្រជាជនធម្មតាមកញ៉ាំអីនៅទីនេះត្រូវធ្វើយ៉ាងណាដើម្បីការពារសិទ្ធិខ្លួនឯងហើយពួកគេអានគ្នាដាច់សម្លុតអ្នកធម្មតាមិនអាចបញ្ជាក់ទោះបីជាចុងក្រោយត្រូវរងរបួសទាំងសងខាងក៏មិនដឹងថាត្រូវខាត់បង់កម្លាំងនិងពេលវេលាខ្ញុំសូមថាកាមេរ៉ារបស់ពួកលោកពិតជាខូចមែនឬអត់ឯងធ្វើអីនឹង